ជំរាបសួរអតិថិជនដែលកំពុងតាមដានវីដេអូនេះបាទខ្ញុំបាទសូមបង្ហាញអំពីរបៀបក្នុងការបិទដំណើរការទៅលើប្រព័ន្ធ Solar ប្រើប្រាស់បាទសម្រាប់ទឹកចម្រោះទឹកស្អាតបាទនៅក្នុងសាលារៀនអញ្ចឹងសម្រាប់ប្រព័ន្ធនេះគឺជាធម្មតាគឺវាដំណើរការអូតូបាទទាំងការទាញភ្លើងពី Solar ចូលទៅសាកអគុយនិងផលិតភ្លើងដើម្បីឲ្យយើងអាចប្រើប្រាស់បានក៏ប៉ុន្តែសម្រាប់ការបង្ហាញនេះគឺសម្រាប់អតិថិជនដែលមានបំណងចង់បិទប្រព័ន្ធដំណើរការដូចជាបងប្អូនអត់ប្រើរយៈពេលយូរឬក៏បងប្អូនចង់បិទប្រព័ន្ធដើម្បីធ្វើភ្លើងចេញប្រើតអីផ្សេងៗណាបាទអញ្ចឹងយើងត្រូវបិទប្រព័ន្ធគឺយើងមានវិធីសាស្ត្រក្នុងការបិទឲ្យត្រឹមត្រូវបាទដូច្នេះឥឡូវនេះគឺម៉ាស៊ីនកំពុងតែបើកដំណើរការធម្មតាទេបាទភ្លើងកន្លែងនេះគឺវាចេញមានភ្លើងធម្មតាបាទដូច្នេះមុននឹងបិទបាទមុននឹងបិទបងប្អូនមកមើលវីដេអូនេះសិនបាទអញ្ចឹងជាដំបូងបាទជាដំបូងបងប្អូនបើកប្រអប់បាទចំពោះការបើកប្រអប់នេះបងប្អូនសូមកាច់កន្លែងនេះចុចកន្លែងនេះហើយចុចកន្លែងនេះបាទយើងបើកមកបាទបន្ទាប់មកគឺកាច់ disjunction ផ្នែកភ្លើងចេញប្រើចុះមុនគេបាទបន្តមកទៀតកន្លែងនេះបើសិនជាបើកគឺតម្លាក់ចុះដូចគ្នាដែរបាទហើយបន្តមកទៀតគឺយើងកាច់ disjunction ផ្នែក solar ចូលចុះបាទចុះបែបនេះមកហើយបន្តមកទៀតយើងបិទប្រអប់សិនហើយយើងមកមើលនៅផ្នែកខាងលើនេះគឺមានកុងតាក់មួយបាទយើងឃើញមាន on និង off សូមកាច់វាទៅខាង off បាទកាច់ខាង off មកអូខេបន្តមកប្រព័ន្ធនេះនៅមានភ្លើងដដែលអញ្ចឹងបងប្អូនសូមមកបើកប្រអប់ឡើងវិញហើយបញ្ចុះបាទ disjunction នេះចុងក្រោយគេបាទកាច់វាតម្លាក់មកអញ្ចឹងយើងមកមើលផ្នែកអេក្រង់ម៉ាស៊ីននេះវិញគឺនឹងអត់មានភ្លើងទេបាទអត់មានភ្លើងទេអញ្ចឹងម៉ាស៊ីនគឺបានរលត់ហើយបាទបានរលត់ហើយអញ្ចឹងបងប្អូនដែលមានបំណងចង់តភ្លើងចេញពីនេះទៅបាទប្រើប្រាស់អីផ្សេងគឺបងប្អូនតទៅបាទបញ្ចប់ការងារតរួចរាល់បងប្អូនចង់បើកដំណើរការវិញបាទគឺយើងមកបើកប្រអប់របស់យើងឡើងវិញមកបន្ទាប់មកយើងកាច់ disjunction នេះបាទកាច់ disjunction នេះឡើងបាទបន្តមកទៀតយើងត្រូវកាច់កុងតាក់របស់យើងនេះមកផ្នែក on បាទកាច់មកផ្នែក on ហើយបន្ទាប់ទៀតយើងរងចាំរយៈពេលមួយសន្ទុះដើម្បីឲ្យប្រព័ន្ធនេះដំណើរការបាទអញ្ចឹងយើងមើលកន្លែងអេក្រង់តាមហ្នឹងមកអញ្ចឹងរងចាំវាមួយផ្លែតបាទអញ្ចឹងបងប្អូនរងចាំឮសំឡេងពឹកបាទបងប្អូនអាចបន្តមកធ្វើការបើក disjunction ផ្នែក solar ចូលនេះបន្ទាប់ទៀតបាទអញ្ចឹងយើងបើកមកអញ្ចឹងនៅពេលថ្ងៃបងប្អូនបើកមកនឹងឃើញមានកន្លែងនេះចេញរូបផ្ទាំងបែបនេះតែបើសម្រាប់ពេលយប់គឺអត់មានទេបាទកន្លែងហ្នឹងហើយបន្តមកទៀតdisjunction នេះគឺបងប្អូនមិនបាច់កាច់ទេដោយសារតែយើងអត់បានប្រើភ្លើងរត់ចូលឬម៉ាស៊ីនចូលបាទយើងតម្លាក់វាធម្មតាអញ្ចឹងមកបាទអញ្ចឹងចំណុចចុងក្រោយគឺយើងបើក disjunction ភ្លើងចេញប្រើនេះបាទក្រោយគេបាទអញ្ចឹងប្រព័ន្ធនឹងដំណើរការចេញភ្លើងឲ្យយើងដូចធម្មតាបាទដូចធម្មតាអញ្ចឹងខ្ញុំសង្ខេបយ៉ាងខ្លីសម្រាប់បងប្អូនបើកដំណើរការគឺត្រូវដេញពីខាងឆ្វេងទៅស្ដាំបាទហើយបើបិទដំណើរការវិញគឺដេញពីខាងស្ដាំរុញទៅខាងឆ្វេងវិញបាទហ្នឹងគឺលក្ខខណ្ឌបិទបាទដូច្នេះវីដេអូក្នុងការបើកនិងបិទដំណើរការគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ085 885 625សូមអរគុណ